ទើរតែទាំងអស់នៃប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងពាក់ព័ន្ធទៅនឹងការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបដិសេធមិនចូលរួមនៅក្នុងដំណើរការដោះស្រាយក្រៅប្រព័ន្ធដែល IFC បានស្នើឡើយបន្ទាប់ពីស្ថាប័ននេះបានចារចោលការរកឃើញរបស់យន្តការគណនេយ្យភាពឯករាជ្យរបស់ខ្លួនអង្គការសិទ្ធិមនុស្ស Liga do បានបង្ហោះលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី26ខែសីហាថានៅក្នុងចំណោមអ្នកដាក់ពាក្យបណ្ដឹងចំនួន18នាក់មានតែ2នាក់ប៉ុណ្ណោះដែលបានយល់ព្រមបន្តចូលរួមក្នុងដំណើរការដែល IFC បានស្នើឡើងអ្នកដាក់ពាក្យបណ្ដឹងចំនួន16នាក់ទៀតរួមទាំងភរិយារបស់អ្នកដាក់ពាក្យបណ្ដឹងម្នាក់ក៏ទទួលមរណភាពក្នុងអំឡុងពេលដំណើរការបណ្ដឹងបានបដិសេធមិនចូលរួមដោយសារការព្រួយបារម្ភអំពីសុចរិតភាពនិងឯករាជ្យភាពរបស់ IFC Liga do បានបញ្ជាក់ថាអ្នកដាក់ពាក្យបណ្ដឹងទាំងអស់មកពីសហគមន៍ជនជាតិដើមភាគតិចក៏បានបដិសេធដំណើរការថ្មីនេះផងដែរអ្នកស្រី Nali Pilo នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់របស់ Liga do បាននិយាយថាការបាត់បង់ទំនុកចិត្តរបស់អ្នកដាក់ពាក្យបណ្ដឹងលើ IFC គឺជារឿងគួរឲ្យខកចិត្តប៉ុន្តែមិនគួរឲ្យភ្ញាក់ផ្អើលទេអ្នកស្រីថា IFC បានបង្ហាញជាសាធារណៈថាខ្លួនមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះយន្តការត្រួតពិនិត្យនិងគណនេយ្យភាពឯករាជ្យរបស់ខ្លួនលោកស្រីបានបន្ថែមថាការសម្រេចចិត្តរបស់ IFC មានន័យថាអ្នកដាក់ពាក្យបណ្ដឹងទើបតែទាំងអស់អាចនឹងមិនទទួលការដោះស្រាយណាមួយហើយបានចាប់ទុករឿងនេះថាការបញ្ចប់ដ៏ក្រៀមក្រំនៃដំណើរការដែលមានបញ្ហាយ៉ាងខ្លាំងកាលពីខែមិថុនាក្រុមប្រឹក្សាភិបាលធនាគារពិភពលោកបានច្រានចោលការរកឃើញរបស់ការិយាល័យទីប្រឹក្សាអនុលោមភាពនិងដោះស្រាយវិវាទ CAO ដែលជាយន្តការគណនេយ្យភាពឯករាជ្យរបស់ធនាគារពិភពលោក CAO បានចេញផ្សាយរបាយការណ៍ជាភាសាខ្មែរមានចំនួន188ទំព័រដោយរៀបរាប់អំពីផលប៉ះពាល់ដែលខ្លួនចាត់ទុកថាមានលក្ខណៈទូលំទូលាយនិងជាប្រព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាព្រមទាំងការខកខានរបស់ IFC នៅក្នុងការអនុវត្តតាមគោលនយោបាយរបស់ខ្លួនតាមគោលនយោបាយរបស់ IFC ប្រសិនបើ CAO រកឃើញថា IFC មិនបានអនុវត្តតាមគោលនយោបាយរបស់ខ្លួនស្ថាប័ននេះត្រូវរៀបចំផែនការសកម្មភាពគ្រប់គ្រងដើម្បីដោះស្រាយផលប៉ះពាល់និងផ្ដល់ការដោះស្រាយសមស្របប៉ុន្តែ IFC បានបដិសេធមិនធ្វើដូច្នេះក្នុងករណីនេះការសម្រេចចិត្តនេះបាននាំឲ្យប្រធាន CAO លាលែងពីតំណែងនិងបង្កការរិះគន់ពីអង្គការសិទ្ធិមនុស្សអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកស្រាវជ្រាវជាង 1000 ស្ថាប័នដែលធ្វើការលើបញ្ហាមីក្រូហិរញ្ញវត្ថុជំនួសមកវិញ IFC បានស្នើផែនការសកម្មភាពគ្រប់គ្រងពិសេសដែលមានគោលបំណងជួយអ្នកដាក់ពាក្យបណ្ដឹងប្រើប្រាស់យន្តការដោះស្រាយពាក្យបណ្ដឹងដែលមានស្រាប់នៅកម្ពុជាប៉ុន្តែអង្គការ Liga do និងអង្គការសមត្ថកិច្ចកម្ពុជាបាននិយាយថាអ្នកដាក់ពាក្យបណ្ដឹងជាច្រើនប្រើប្រាស់យន្តការទាំងនេះរួចហើយដោយមិនទទួលដំណោះស្រាយដែលមានអត្ថន័យអ្នកខ្ចីប្រាក់មួយចំនួនក៏បានលក់ដីឬទ្រព្យសម្បត្តិដើម្បីសងបំណុលផងដែរផែនការរបស់ IFC មិនបានរួមបញ្ចូលសំណងផ្នែកហិរញ្ញវត្ថុឬទម្រង់ដោះស្រាយផ្សេងទៀតក្រៅពីយន្តការច្បាប់ដែលមានស្រាប់នោះឡើយអ្នកដែលបានបដិសេធផែនការនេះបានលើកឡើងអំពីក្តីព្រួយបារម្ភអំពីសុវត្ថិភាពឯករាជ្យភាពនិងប្រសិទ្ធភាពរបស់ដំណើរការថ្មីបន្ទាប់ពីដំណើរការបណ្ដឹងដែលមានរយៈពេល4ឆ្នាំរួមទាំងការស៊ើបអង្កេតរយៈពេល2ឆ្នាំត្រូវបានបញ្ចប់ដោយ IFC ច្រានចោលការរកឃើញរបស់យន្តការឯករាជ្យអ្នកដាក់ពាក្យបណ្ដឹងម្នាក់បាននិយាយថាពួកគេលែងដឹងថាត្រូវបន្តទៅមុខយ៉ាងដូចម្តេចដោយសារយល់ថា IFC បានដកខ្លួនចេញពីការទទួលខុសត្រូវអ្នកផ្សេងទៀតបានចោទសួរថាហេតុអ្វី IFC ត្រូវបានបង្កើតដំណើរការថ្មីជំនួសឲ្យការបន្តដំណើរការចាស់ប្រើយន្តការដដែលមានអ្វីផ្លាស់ប្ដូរអ្នកដាក់ពាក្យបណ្ដឹងម្នាក់បានសួរអ្នកម្នាក់ទៀតបាននិយាយថាពួកគេមិនមានទំនុកចិត្តលើដំណើរការថ្មីទេដោយបារម្ភថាអាចមិនមានឯករាជ្យភាពអង្គការ Liga do និងអង្គការសមត្ថកិច្ចកម្ពុជាបានដាក់ពាក្យបណ្ដឹងតំណាងឲ្យសហគមន៍ដែលរងផលប៉ះពាល់ពីខែកុម្ភៈឆ្នាំ2022បានផ្ដល់ព័ត៌មានទំនាក់ទំនងរបស់អ្នកដាក់ពាក្យបណ្ដឹង2នាក់ដែលយល់ព្រមចូលក្នុងដំណើរការថ្មីអង្គការទាំងពីរបានប្រកាសថាពួកគេនឹងបញ្ចប់ការចូលរួមជាមួយ IFC ពាក់ព័ន្ធនឹងពាក្យបណ្ដឹងក្នុងវិស័យមីក្រូហិរញ្ញវត្ថុពួកគេបាននិយាយថារបាយការណ៍របស់ CAO បានផ្ដល់ព័ត៌មាននិងអនុសាសន៍ដែល IFC ត្រូវការរួចហើយដើម្បីអនុវត្តវិធានការដោះស្រាយនិងកំណែទម្រង់លោកអៀងវុធីនាយកប្រតិបត្តិការនៃអង្គការសមត្ថកិច្ចកម្ពុជាបានឲ្យដឹងថាអ្នកដាក់ពាក្យបណ្ដឹងគួរតែទទួលយកដំណោះស្រាយនិងការអនុគ្រោះដែលមានអត្ថន័យពិតប្រាកដ
លោកបានអំពាវនាវឲ្យក្រុមប្រឹក្សាធនាគារពិភពលោកពិចារណាឡើងវិញចំពោះការសម្រេចចិត្តរបស់ខ្លួនទទួលយកការរកឃើញរបស់ CAO និងបង្កើតផែនការសកម្មភាពគ្រប់គ្រងនិងមានប្រសិទ្ធភាពលោកថាការគ្រប់គ្រងការរកឃើញនិងអនុសាសន៍របស់ CAO អាចជួយឲ្យធនាគារពិភពលោកស្ដារទំនុកចិត្តរបស់សាធារណជនឡើងវិញចំពោះប្រព័ន្ធគណនេយ្យភាពរបស់ខ្លួនដែលកំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំង